ទេសភាពនេះ360ដឺក្រេដល់គ្នាគ្រឿង fresh ហ្មងទៅជាស្រស់ស្រាយខាងសាច់ខាងអីញ៉ាំអង្គុយលេងមើលទេសភាពsunsetថតរូបបរិយាកាសឈៀលបែបហ្នឹងអញ្ចឹងណាញ៉ាំអីសិនឯងបងតែគេលឹកហ្នឹងហើយបងលឹកណាបងហេសួស្ដីអ្នកគ្នាចឹងឥឡូវខ្ញុំបានមកដល់កន្លែងបឹងបេះដូងនេះមួយរយៈនេះគឺគេល្បីហើយមានមនុស្សមកលេងច្រើនមែនតើហើយនោះភ្នំក្រមអ្នកគ្នាភ្នំក្រមនៅខាងនោះហើយទេសភាពពេលល្ងាចគឺស្អាតខ្លាំងមែនតើដោយសារថ្ងៃលិចនេះតែមនុស្សមកលេងនៅជុំវិញអ្នកគ្នានៅជុំវិញបឹងណាហើយឥឡូវនេះគឺខ្ញុំដើរថតលេងនៅជុំវិញទឹកហ្នឹងឯងទេសភាពស្អាតមែនតើហើយនោះថ្ងៃលិចនៅខាងនោះទេសភាពស្អាតខ្លាំងមែនតើហើយនោះនៅខាងនោះទេសភាព sunset ហើយមានក្បីមានអីស៊ីស្មៅនៅនឹងអូទេសភាពគឺ fresh ខ្លាំងមែនតើអ្នកគ្នានេះហើយនៅខាងនេះគឺបឹងបេះដូងដែលគេកំពុងតែ trending ខ្លាំងមែនទែននៅលើ social media នៅលើ Facebook នេះហ្នឹងហើយនោះភ្នំក្រមនៅខាងនោះអញ្ចឹងខ្ញុំតែថតមើលមកជុំវិញញ៉ាំគ្នាមើលអូខេសភាពគឺស្អាតណាស់អ្នកគ្នាហើយ fresh ល្អមែនទែនខ្យល់បក់ម៉ូតិចល្អហើយនៅជាប់ទឹកអញ្ចឹងទៀតគឺបរិយាកាសគឺជាអាកាសធាតុតិចស្រួលមែនតើអ្នកគ្នាអូស្អាតមែនតើនេះចឹងសិនជាអ្នកគ្នាចង់មកលេងអីអាចយកសាច់មកញ៉ាំឬក៏ទិញអីមកញ៉ាំនៅជុំវិញហ្នឹងក៏បានដែរអ្នកគ្នាដោយសារទេសភាពយើងអាចអង្គុយលេងមើលទេសភាពគឺញ៉ាំអីបានស្អាតមែនតើប៉ុន្តែអ្នកគ្នាពេលមកញ៉ាំអីឬក៏មកលេងអាហ្នឹងកុំភ្លេចទុកដាក់សម្រាមឲ្យបានល្អផងព្រោះដោយសារតែកន្លែងនេះគឺកន្លែងមួយដែលស្អាតដែរហើយយើងជួយរៀបចំទាំងអស់គ្នាដើម្បីអ្នកដែលគាត់មកលេងក្រោយអីគាត់បានមកលេងក៏ដូចជាបានឃើញនៅទេសភាពស្អាតដូចយើងចឹងដែរដើរមកជុំម្ដងនេះឆ្លងនេះប្រះល្អណាស់អ្នកនរគ្នាមើលទេសភាពគួយលេងញ៉ាំអីមើលទេសភាពចឹងណាហើយទោះបានអារម្មណ៍មួយដែលស្រស់ស្រាយល្អមែនតើហើយនោះបងប្អូនដែលគាត់មកថតរូបលេងថតអីចឹងអ្នកទាំងអស់គ្នាថ្ងៃនេះសួយគេចេញប្លុកសួយប្លុកអ្នកទាំងអស់គ្នាស្អាតមែនទេណ៎មើលឃើញប្រច័នឃើញប្រច័នភពអគារថាមានភពគារណាភពគារបើស្អាត sunset មើលឃើញធំខែហ្នឹងនឹងស្អាតហើយយើងដល់មកលេងប៊ីហើយបាទថតហើយទៅទៀតងឹតលើហើយអត់ទេយកចំអូតល្ងឹតយើងវិញផ្លូវតល្ងឹតយើងវិញផ្លូវអូខេតែអំបិលចែកមូអូពីស្តុបផ្សាយទៅចូលឃើញតើឃើញពីផុសហ្នឹងហើយទៅញ៉ាំអីសិនឯងបងតែគេលឹកហ្នឹងហើយបងលឹកណាបងទៅក៏អ្នកក្រោយមកម្ដងបងលេខប៊ីបងបាយប៊ីនេះបងសាច់ជ្រូកឯងបងយ៉ាប់បងបាយទៅណាវិញបងស៊ីគូចោលហ្នឹងបងអូជ្រូកយ៉ាប់ធម្មជាតិបងធម្មជាតិសក់ហើយដល់មួយទៀតយ៉ាង fresh ហ្មងទៅជាស្រស់ស្រាយសាច់ខាងអីញ៉ាំអង្គុយលេងមើលទេសភាព sunset ថតរូបបរិយាកាសឈៀលបែបហ្នឹងអញ្ចឹងណា
เคអ្នកគ្នាអញ្ចឹងសម្រាប់ទីតាំងគឺអត់ពិបាករកទេអ្នកគ្នាជិះតាមផ្លូវទៅភ្នំក្រមកហើយនៅពេលដែលដល់កន្លែងមានថ្នោតជូរមួយអ្នកគ្នាបាត់ស្ដាំដៃមកហើយជិះទៅតាមផ្លូវនឹងរហូតមកហើយនៅពេលដែលមកដល់ខាងមុខទៀតគឺមានផ្លូវបំបីជា2អញ្ចឹងអ្នកគ្នាបាត់ឆ្វេងជិះទៅតាមផ្លូវនឹងរហូតទៅនឹងមករកឃើញហើយអញ្ចឹងមួយទៀតខ្ញុំនឹងដាក់ footage វីដេអូនៅក្នុងនឹងដែលខ្ញុំបានថតពីផ្លូវដើម្បីឲ្យអ្នកទាំងគ្នាមើលទៅតាមវីដេអូរបស់ខ្ញុំនឹងទៅគឺនឹងរកកន្លែងមួយនឹងឃើញហើយអ្នកគ្នាអ្នកទេសភាពគឺអីមកអ្នកគ្នាស្អាតម្ដងទេសភាពនេះ360ដឺក្រេដល់គ្នាជាល្អមែនតើពេលល្ងាចអញ្ចឹងគឺអេមខ្លាំងមែនតើខាងនោះគឺ sunset